ដើមស្មៅនេះដាក់ទៅក្លិនឡើងឈ្ងុយខ្ញុំឆ្ងល់ថាមនុស្សយើងអ្នកណាគេចេះរនឹកឃើញយកអាដើម rosemary ហ្នឹងយកមកចៀនជាមួយទ្រូងទាជាមួយ steak ជាមួយអីហ្នឹងបង្កើនរសជាតិក្លិនម្ហូបហ្នឹងកាន់តែឈ្ងុយកាន់តែឆ្ងាញ់មនុស្សយើងក៏ទៅប្រកែករនឹកមែនតើតាំងពីការ smoke អីនេះហាងបារាំងមួយនេះគឺគាត់មានលក់របៀបជា lunch set សម្រាប់ពុកម៉ែបងប្អូនចង់ញ៉ាំអាហារម្ហូបបារាំងអីសម្រាប់ពេលថ្ងៃត្រង់អាចមកសាកបាននៅហាង Abacus នៅខាងខេត្តសៀមរាបណាគឺគាត់មានប្រភេទ lunch set សម្រាប់2 course ហ្នឹងមានតម្លៃ promotion ហ្នឹងគឺ13.9 ហើយ3 course មានតម្លៃ 15.9 ដែលសម្រាប់កន្លែងនេះគឺស័ក្តិសមណាស់សម្រាប់ពុកម៉ែបងប្អូនមកលក្ខណៈ lunch break រយៈពេលខ្លីអីចឹងណាសេវាកម្មគាត់រហ័សនិយាយទៅគឺគាត់មានប្រភេទ lunch set នេះសម្រាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រយើងមកណែអូកន្លែងអង្គុយផាសុខភាពចង់អង្គុយបែបមិនក៏មានដែរ indoor outdoor ហើយកន្លែងអង្គុយគឺធានាថាពុកម៉ែបងប្អូនចូលហើយដឹងតលងចូលចិត្តប្រភេទម្ហូបអាហារបារាំងនៅទីនេះហើយព្រោះអីម្ហូបរបស់គាត់គឺឆ្ងាញ់ណាស់ប្រភេទអាឡាកាត់អីគឺមានច្រើនជំរើសហើយការរៀបចំតុបតែងគឺបែបបារាំងតែក្នុងនិងក្រៅហើយមុខម្ហូបគេចំអិនចេញមកគឺសិតតែចុងភៅស្តង់ដារជំនាញហើយសម្រាប់ការញ៉ាំម្ហូបអាហារនៅហ្នឹងគឺដូចយើងទៅញ៉ាំនៅប្រទេសបារាំងនៅប៉ារីសនៅអីចឹងព្រោះទាំងសេវាកម្មទាំងសវិសទាំង style តុបតែងដេក័រទាំងការចំអិនមុខម្ហូបអីមួយគឺបារាំងចំហើយនេះគឺទ្រូងទាអូយទំនងខ្លាំងខ្ញុំឃើញមនុស្សទ្រូងទានឹងភ្លាមហើយជាមួយនឹងអា rosemary ដូចដើមស្មៅចឹងនិយាយទៅមនុស្សយើងប្រកែណាយកមកចំអិនដាក់ទៅយកក្លិនឈ្ងុយចេញមកពីស្លឹក rosemary ហ្នឹងហើយឆ្ងល់ថាដំបូងអ្នកណានឹកឃើញឆ្ងល់មែនតើហើយមុខម្ហូបបារាំងគឺមានរឿងបន្តិចនៅក្នុងហ្នឹងដែលភាគច្រើនពេលដែលយើងញ៉ាំហើយយើងសង្កេតចេះឆ្ងល់បារាំងគឺម្ហូបរបស់គេមួយបែប style របស់គេណាការចំអិនទាំងការរៀបចំអីគឺបារាំងមួយបែបមួយ style ចឹងទៅអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្ត explore ម្ហូបប្លែកអាចមកសាកបានជាពិសេសពេលខ្លះយើងចង់ញ៉ាំម្ហូបបារាំងម្ហូបអីប្លែកពេលថ្ងៃត្រង់អាចមកហាង Abacus នេះព្រោះអីគឺគាត់មានប្រភេទជាមនុស្ស line set ដែលទៅតែគាត់មិនមែនទៅតែគឺគាត់មានថ្មីផ្លាស់ប្ដូររៀងរាល់សប្តាហ៍ទៀតហើយរៀងរាល់តែថ្ងៃច័ន្ទថ្ងៃសុក្រគឺគាត់មានមនុស្សសិតហ្នឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនណាមនុស្សរបស់គេមានជម្រើស2 course ឬក៏3 course តាមពុកម៉ែបងប្អូនចង់សាកចង់ភ្លក់ហើយម្ហូបបារាំងកាត់អាស៊ីរសជាតិប្លែកច្នៃប្រឌិតថ្មីដែលមេចុងភៅនេះគឺពុកម៉ែបងប្អូនដូចឃើញអញ្ចឹងទាំងការរៀបចំតុបតែងចានរៀបចំអីផ្សេងគឺស្អាតខ្លាំងមែនតើមានជំនាញមិនមែនចេះតែធ្វើចេះតែបង្ហាញទេសិតតែមានស្នាដៃឲ្យចុងភៅរបស់គាត់នៅហាង Abacus ព្រោះអីអ្នកដែលនៅខាងខេត្តសៀមរាបគឺគេទទួលស្គាល់ស្នាដៃហាង Abacus គឺជាហាងម្ហូបបារាំងដែលមានជំនាញមានទេពកោសល្យនៅក្នុងការចំអិនរបស់គាត់មិនមែនចេះតែធ្វើទេសិតតែមានស្តង់ដារចក្រានវិញខ្ញុំនិយាយថាឲ្យមេដៃអនាម័យណាស់ clean ស្អាតភ្លឹងហ្មងពុកម៉ែបងប្អូនហើយសម្រាប់ការតុបតែងមុខម្ហូបរបស់គាត់មួយនេះជិបជប់ដាក់មកបង្ហាញទាំងពណ៌ទាំងក្លិនហើយអានេះគេធ្វើចេញពីស្អីគេដូចគល់ស្លឹកគ្រៃស្អីទេអាហ្នឹងគេហៅប្រេងស្អីទេនិយាយទៅគឺសិតតែធម្មជាតិដែលគេយកមកតុបតែងទាំងអស់ហ្នឹងគឺសិតតែយើងញ៉ាំបានហើយតាក់ទាញមែនតើអាហ្នឹងជាចំណុចបន្តិចណាដែលកូនខ្មែរយើងគឺគាត់ប្រកែនៅក្នុងការចម្អិនហើយនេះគេមានដុតស្មូកផ្សែងបញ្ចូលទៅក្នុងមុខម្ហូបមួយដើម្បីបានក្លិនពីផ្សែងហ្នឹងស្មូកសាល់ម៉ុនស្មូកអីហើយគេមានមនុស្សផ្សេងទៀតដែលមានការតុបតែងដេក័រលើបាយតណើបដូចរៀងដូចតាប៉ែបន្តិចចឹងណាចឹងគឺស្អាតមែនតើផ្អែមគេធ្វើអីប្រភេទការ៉េមអីដូងអីចឹងទៅគឺរសជាតិឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយមនុស្សរបស់គេពីបេកសដែលគេមានសម្រាប់ជំរឿឲ្យយើងជ្រើសរើសឡាញ់សិតហ្នឹងណាធានាថាពុកម៉ែបងប្អូនញ៉ាំម្ហូបបារាំងនៅហ្នឹងដឹងតែជាប់ចិត្តហើយទៅសៀមរាបអីចង់សាកម្ហូបបារាំងដែលជាស្នាដៃរបៀបម្ហូបដូចនៅប៉ារីសដូចនៅអីនេះគឺអាចទៅហាង Abacus នេះបានធានាថាអ្នកទាំងអស់គ្នាញ៉ាំជាមួយនឹងស្នាដៃរសជាតិចុងភៅគាត់ណាហើយណែសេវាកម្ម service អីមើលហាងស្អាតណាស់និយាយទៅហាងរបស់គាត់ចេញមកគឺលើកមុខលើកមាត់គេមានស្រាក្រហមមានអីគឺធានាថាអ្នកទាំងអស់គ្នាចូលហាងរបស់គាត់ហើយជាប់ចិត្តនឹងសេវាកម្មរស់រាយរាក់ទាក់ទាំងតាំងពីមុខរហូតដល់ក្នុងនិយាយទៅទាំងចុងភៅអីខ្ញុំចូលទៅគឺចុងភៅរបស់គាត់គឺសិតតែនិយាយទៅអ្នកសៀមរាបរស់រាយរាក់ទាក់មែនតើហើយខ្ញុំចូលចិត្តប្រភេទ steak ទ្រូងទាទ្រូងអីរបស់គាត់នឹងមែនតើឆ្ងាញ់ណាស់អ្នកទាំងអស់នេះហើយគេមានអាស្អីគេនេះកតិចនឹងរោយពីលើទៀតក្របឆ្ងាញ់ទៀតហើយអាសាល់ម៉ុននឹងស្មូកផ្សែងអីចឹងមកមនុស្សរបស់គេមួយឆ្ងាញ់មែនតើសម្រាប់ពុកម៉ែបងប្អូនដែលធ្លាប់ចូលហាង Abacus ជួយ comment ជាភស្តុតាងមកថាតើហេតុអីបានហាងមួយនេះគាត់ឈរជើងបានយូរមានភ្ញៀវអតិថិជនគេគ្រប់គ្រងខ្ញុំធ្លាប់ចេញវីដេអូគាត់ម្ដងគឺគេ comment តសារគាត់ច្រើនថារសជាតិមុខម្ហូបនៅកន្លែងគាត់គឺឆ្ងាញ់ជាពិសេសគឺ steak នៅហាងគាត់ហ្មង steak នៅ Abacus មែនតើអ្នកទាំងអស់គ្នាធានាជូនអញ្ចឹងសម្រាប់អ្នកដែលធ្លាប់ទៅញ៉ាំធ្លាប់ជា fan ជាម៉ួយអីនៅហ្នឹងជួយ comment ជាភស្តុតាងដើម្បីឲ្យអ្នកផ្សេងដែលមិនទាន់បានសាកគាត់បានឃើញហើយគាត់ទៅសាកដែរអរគុណជម្រាបលាពុកម៉ែបងប្អូនបាយបាយ